អនុញ្ញាតជម្រាបសួរទៅដល់ប្រិយមិត្តរបស់និទានស្រមោលទាំងអស់គ្នាស្វាគមន៍ការវិលត្រឡប់មកសាជាថ្មីជាមួយនឹងសាច់រឿងបែបរន្ធត់នៅក្នុងសប្តាហ៍នេះហើយសប្តាហ៍នេះដែរខ្ញុំមានសាច់រឿងរន្ធត់មួយពាក់ព័ន្ធជាមួយនឹងអាគារ7ជាន់រឿងនេះគឺបានកើតឡើងនៅកំឡុងឆ្នាំ2017នៅម្ដុំអាគារ42ជាន់ប៉ុន្តែអាគារដែលយើងបានជួបហ្នឹងគឺ7ជាន់ទេយើងមិនអាចបញ្ជាក់ឈ្មោះថាអាគារហ្នឹងឈ្មោះអីហើយនៅទីតាំងណាទេគាត់អាចប្រាប់បានត្រឹមថានៅក្បែរនឹងអាគារ42ជាន់តែប៉ុណ្្នឹងឯងដំបូងឡើយនៅពេលដែលតើកែគាត់ចាប់ផ្ដើមទៅមើលអាគារហ្នឹងទៅមើលកាលហ្នឹងមិនទាន់ជួលទេគាត់ថាយើងបានសោបានអីចូលទៅមើលសិនណាបើត្រូវរើអីបានយើងជួលអញ្ចឹងទៅហើយកាលហ្នឹងខ្ញុំចូលទៅជាមួយនឹងក្រុមការងារម្នាក់ទៀតគាត់ឈ្មោះថាច័ន្ទពេជ្រហើយគាត់ហ្នឹងគឺជាមនុស្សម្នាក់ដែលគាត់អាសាឃើញនៅវិញ្ញាណនៅពពួកអមនុស្សអីច្រើនមានន័យថាមនុស្សដូចមានកាយអញ្ចឹងណាពេលហ្នឹងខ្ញុំក៏ចូលទៅដល់អាគារហ្នឹងជាន់ក្រោមមានជាន់ផ្ទាល់ដីនិងជាន់ក្រោមដីមួយជាន់ទៀតសម្រាប់យើងដាក់អីវ៉ាន់ក៏ដូចជាដាក់ឡានម៉ូតូអីចូលចតនៅក្រោមហ្នឹងបានមានចំណតរថយន្តណាហើយកាលហ្នឹងខ្ញុំចូលទៅខ្ញុំអត់មានអារម្មណ៍អីទេគ្រាន់តែប្លែកចិត្តបន្តិចចូលទៅដល់នៅក្នុងហ្នឹងវាមានសភាពល្ងឹតហើយនៅមុខចដាយន្តហ្នឹងគឺមានដូចគេដាក់មិនដឹងជានំឬក៏មានចេកមានអីដែលក្រៀមនៅហ្នឹងហើយមានទៀនធូបអីនៅមុខចដាយន្តហ្នឹងរបៀបថាគេសែនកន្លែងហ្នឹងគេធ្លាប់សែនធ្លាប់អីអញ្ចឹងទៅខ្ញុំចូលទៅក៏បាននិយាយក្នុងចិត្តណាថាកូនចៅមកទីនេះគ្រាន់តែមកឆែកមើលតំបន់នេះបើសិនជាល្អសុខសប្បាយនឹងជួលតំបន់ហ្នឹងនឹងជួលកន្លែងហ្នឹងសម្រាប់ដាក់អីវ៉ាន់អីចឹងទៅហើយមកនេះគឺមកល្អទេមកថែរក្សាគឺយើងនិយាយក្នុងចិត្តទេណាហើយនៅពេលដែលក្រុមការងារម្នាក់ទៀតមកដល់គាត់ឈ្មោះច័ន្ទពេជ្រហ្នឹងគាត់មកដល់ជិះម៉ូតូចូលមកគាត់បើកមួកពឹបគាត់ក៏ចុះពីលើម៉ូតូលុតជង្គង់ថ្វាយអង្គម3ដងថ្វាយអង្គមនៅចិត្តម៉ូតូហ្នឹងណាដោយគាត់ឃើញកន្លែងសែនកន្លែងអីចឹងគាត់ប្រាប់ខ្ញុំថាគាត់មានអារម្មណ៍អត់ស្រួលទេគាត់ចូលមកកន្លែងហ្នឹងហាក់ដូចជាមានអីនៅក្នុងហ្នឹងមួយហើយគាត់អត់ស្រួលទេគាត់នាំខ្ញុំចេញគាត់ថាតោះចេញទៅក្រៅអញ្ចឹងយើងក៏ទុកម៉ូតូទុកអីហើយក៏ចាប់ផ្ដើមចេញមកក្រៅវិញចេញមកក្រៅទៅគាត់ជាមនុស្សមានធំខ្ពស់ហើយគាត់ពិសាបរិយបាទចេញមកអញ្ចឹងគាត់អត់ទាន់ឲ្យខ្ញុំចូលទៅទេគាត់ថាចាំមេមកចាំចូលទៅទាំងអស់គ្នាតែគាត់ក៏ជក់បរិយនៅមុខនឹងអញ្ចឹងទៅហើយគាត់ក៏នាំយើងនិយាយពីរឿងផ្សេងនិយាយពីនេះពីនោះរហូតបានប្រហែលជា20នាទីបានតកែគាត់អញ្ជើញទៅដល់នៅពេលដែលតកែអញ្ជើញទៅដល់ក៏យើងបើកសោបើកអីចូលដើរមើលតាមជាន់ហើយតកែគាត់ជាជនជាតិម៉ាឡេគាត់ណែនាំប្រាប់យើងថានៅពេលដែលយើងជួលទៅនៅជាន់នេះយើងធ្វើអីហើយជាន់ទី1ហ្នឹងយើងធ្វើអីជាន់ឡើងទឿយើងធ្វើ office កន្លែងប្រជុំជាន់ទី2យើងដាក់បុគ្គលិកជាន់ទី3យើងដាក់អីចឹងទៅគាត់នាំឡើងម្ដងមួយជាន់សម្រាប់ការណែនាំការងារអីចឹងណាហើយក៏ឯកភាពគ្នាថាអាហ្នឹងឥឡូវអាស្រេចលើមេទេបើសិនជាចង់ជួលអាគារហ្នឹងក៏ជួលទៅវាចិត្តកន្លែងទាំងអស់គ្នាដែរដូចពួកខ្ញុំអីជាបុគ្គលិកហ្នឹងក៏ងាយស្រួលក្នុងការទៅធ្វើការដែរព្រោះ
អាគារហ្នឹងគឺនៅចំកដាលហ្មងមានន័យថាអ្នកមកពីខាងនោះក៏ត្រូវអ្នកទៅពីខាងនេះក៏ត្រូវវានៅចំកដាលអញ្ចឹងយើងអាចទៅចិត្តទាំងអស់គ្នាហើយក៏ព្រមព្រៀងគ្នាហើយអស់ក៏មកធ្វើការជជែកវែកញែកគ្នានៅកោះពេជ្រនេះមកតាំងទៀតជួបជាមួយនឹងបងផ្នែកផ្សេងទៀតហើយយើងណាត់ថ្ងៃគ្នាដើម្បីនាំគ្នាទៅមើលដល់ថ្ងៃនាំគ្នាទៅមើលហ្នឹងពួកខ្ញុំតែងតែទៅដល់មុនគេអាហ្នឹងរឿងខ្ញុំជួបផ្ទាល់ណាខ្ញុំតែងតែទៅដល់មុនគេអញ្ចឹងទៅនៅពេលដែលទៅដល់គឺខ្ញុំតែងតែចូលបើកភ្លើងឬក៏បើកអីនៅហ្នឹងតែអត់តន់សម្អាតទេមានន័យថាយើងដើរបើកភ្លើងបើកអីឲ្យហើយដើម្បីឲ្យមានពលឺចូលមានអីអញ្ចឹងទៅពួកគាត់មកដល់ងាយស្រួលអញ្ចឹងទៅហើយនៅពេលដែលខ្ញុំចូលទៅដល់ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំកក់ក្ដៅដូចគេអត់ឲ្យខ្លាចអត់ឲ្យអីអញ្ចឹងព្រោះយើងចូលទៅល្អហើយយើងតែងតែរំលឹកក្នុងចិត្តរហូតប្រាប់គេថាខ្ញុំអត់ដឹងមិនឯងនៅពេលដែលខ្ញុំចូលទៅដល់ហ្នឹងមានអារម្មណ៍ថាដូចជាមានម្ចាស់ផ្ទះនៅហ្នឹងអត់មានអារម្មណ៍ថាយើងចូលតែឯងឯងមានអារម្មណ៍ថាមានម្ចាស់ផ្ទះនៅហ្នឹងហើយម្ចាស់ផ្ទះហ្នឹងមានអារម្មណ៍ថាដូចគាត់ចូលចិត្តយើងដែរយើងគាត់អត់ធ្វើអីឲ្យយើងមានអារម្មណ៍ភ័យខ្លាចឬក៏ឲ្យយើងដឹងអីមួយណាពេលចឹងទៅខ្ញុំក៏អត់អីទេខ្ញុំចូលទៅមុនខ្ញុំឡើងចដាងយន្តខ្ញុំបើកភ្លើងជាន់នេះជាន់នោះទុកឲ្យហើយខ្ញុំហៅជាងម៉ាស៊ីនត្រជាក់ហៅអីនៅពេលដែលមិនហៅទេយើងជជែកមួយគេថាអាគារនេះមាន7ជាន់យើងត្រូវមកការម៉ាស៊ីនត្រជាក់ប្រមាណប៉ុន្តែឥឡូវនេះអត់ទាន់ confirm ទេព្រោះត្រូវចាំមេសម្រាប់ថ្ងៃហ្នឹងព្រោះគាត់នាំបុគ្គលិកទាំងអស់មកមើលបើឯកភាពគ្នាគឺយើងបានយើងប្រាប់ទៅគាត់មួយសារទៀតចឹងទៅហើយអ្នកផ្សេងមកក៏មិនជាបញ្ហាអីដែរគឺមានតែម្នាក់ដែលឈ្មោះច័ន្ទពេជ្រហ្នឹងគាត់ចូលមកដល់ថ្ងៃហ្នឹងគាត់ថាគាត់ជិះម៉ូតូចូលទៅដល់ក្រោមនឹងទៀតគាត់ចាប់ផ្ដើមសភ្នែកទៀតស្លន់ទៀតគាត់ថានៅពេលដែលជិះម៉ូតូមកដល់ហ្នឹងគាត់ចុះពីលើម៉ូតូហាក់ដូចជាមានខ្យល់អីមួយបក់គួចខ្លាំងហ្មងឡើងផើតសក់ឡើងផើតអាវឡើងជ្រុះសភៅពីដៃគាត់ដែលទាំងជាន់ដែលគាត់ចូលហ្នឹងគឺនៅក្រោមដីទេអត់មានខ្យល់ចេញចូលសំបីតែមកខ្សៀកអញ្ចឹងគាត់ឆ្ងល់ថាតើខ្យល់ហ្នឹងវាមកពីណាខ្យល់ហ្នឹងគាត់ឆ្ងល់ថាមកពីណាគាត់អត់អស់ចិត្តកន្លែងហ្នឹងនៅពេលដែលជុំគ្នាបុគ្គលិកទាំងអស់គឺឯកភាពថាហ្នឹងហើយទីតាំងហ្នឹងល្អហើយស្រួលស្អាតបងកញ្ចក់អីចឹងទៅគឺខុសតែម្នាក់ដែលគាត់ជួបខ្យល់ជួបអីនឹងរហូតគាត់ថាដូចអត់សូវស្រួលទេអាគារនេះគាត់មកមានអារម្មណ៍ប្លែកគាត់និយាយចឹងប៉ុន្តែអត់មានអ្នកចាប់អារម្មណ៍ទេក៏សម្រេចចិត្តថាយកបន្ទាប់ពីបានមូលមតិគ្នាស្រស់ស្រួលមូលមតិគ្នាហើយខ្ញុំតែងតែទៅកន្លែងហ្នឹងដើម្បីរៀបចំខ្ញុំនិយាយពីថ្ងៃទី1សិនថ្ងៃទី1យើងតាក់ទងទៅខាងម៉ាស៊ីនត្រជាក់ហ្នឹងគាត់ជាអ្នកដំឡើងឲ្យតាក់ទងឲ្យគាត់មកដំឡើងតាមជាន់នីមួយថាជាន់ណាដាក់ប្រមាណសេះហើយប្រមាណគ្រឿងយើងប្រាប់គាត់ហើយខ្ញុំអ្នកនៅចាំបើកទ្វារឲ្យពួកគាត់ចូលធ្វើការនៅជាមួយពួកគាត់ហើយប្រាប់ពួកគាត់ថាទីតាំងណាដាក់ម៉ានអីម៉ានចឹងទៅបន្ទាប់ពីបានពួកគាត់មកដល់គាត់ចាប់ផ្ដើមបើកទ្វារចូលទៅធ្វើអីចឹងទៅថ្ងៃហ្នឹងមានកូនជាងម្នាក់គាត់ឡើងកាត់ពីដានខាងលើហ្នឹងដើម្បីចោះដាក់ម៉ាស៊ីនត្រជាក់កាសែតហ្នឹងគាត់ឡើងទៅដល់លើចិត្តទាគាត់ហ្នឹងរៀងខ្ពស់ដែរគាត់កាត់ស្រាប់តែលឺសូរប្រាវហើយខ្ញុំនៅជាន់ក្រោម
nhom lư chẳng nhom lang từ mơ cọt tha mình nhẫn cọt chưa hồi vàn bị đầy cọt nâng đôi chim mệt mình đắng ấy nhom plek đái đôi pe chưa prao chẳng tới mình nhớ mẹ rồng xây những mẹ rồng thà lư khăng mình tên là tô đôi pe lang tới cái thà ô mình cọt chưa mệt chẳng tới nhớ mẹ rồng thà ở sơ sưu mẹ rồng hả prư chẳng non mà nhé về chẳng có cho mà cào mình cho mà cào mà sợ bó đạch phường mình đang thà bà dân vậy thà tam thò mà đá cứ cọt cắt mình đang thà cọt cắt bị đàn tới vì ai bạc xài phường đạch rư có rằng na tới phụ te chọp nắng cứ ở miền nè đạch phường thì đạch phường là kia nâng mùi đạch phường dù đá tùm ròm ta miền phượng vĩnh hay có sóc phượng về màu luôn về np đại phượng màu luôn ai chẳng tới có chập đám phượng to tiệt np đại phượng to tiệt nó mà sợ bọ thông đá tùm rom ta lư sầm lệnh mùi cọt say mà ta hưng bọ cọt hết lư sâu prao tiệt dưỡng có cực tháng bài ấy còn chưa mai chưa ấy tiết đó mà tới mà sự tu thống miên chiêng mà nè cót kia tranh màu sẽ lọp bạt trái tia nó có đùa điện cót kia tranh màu cót vô tơ pẹt hay đập bê bàn bài mặt ngày lon mặt ngày bàn khơi cót ở màu mình bên này tha cót sầm rạng ngày nắng say là khơi màu thế khăn say lon mà ngày bàn màu máu dương có xua thả bong mà sao mấy miên hưởng ấy bong bạn đọt hạ sờ lọc chẳng có thả mình đang nhận mấy cọt công pong tại cắt bị đa nắng cắt cọt nghĩa từ chợ đào vốn khơi miên mà được xây mà nè là lơ chợ đào vốn nó từ choán lơ bàn tay khơi cọt sao chứ cọt ảnh nhầm đã cọt thấy ở cái lạnh vùng phần này cọt nâng đôi tực phần này sạ màu nâng sao ta chiếm cọt phơi bít cọt thẹn bị lơ chật tiền nâng màu tớ thấy cọt lạnh nâng ấy tớ ở giờ này có chập đàm phải chỉ cọt không một ấy muối ấy bùa nơi đầm bắn ní dừng kịch tha mình mền cái lạnh đây ai chạy lên sao bàn thế dừng mẹ rong tha ở chơi sủa đây bro chỉ thò mà đá cầm ró na đây cái vừa kia lên bùng bẩn á bên này tha bùng bẩn cho nó cái ai vừa khó bị lên nâng np đây chẳng hái có rừng nắng có vì cần lòng phật từ bàn bài chỉ pram từ vào mùi ngày đây tọp mà nhom có hai nè sum ạt nè ấy cho từ sum ạt nên nâng group tròn group ấy từng o trong nè sum ạt đôi trên miền ban khơi ấy thì tọp màu ngày mùi nhom hai chị ai lộn màu ban mà khái dương điệp trong cái này nâng ruồi rùa này chẳng tới có thò mà đá dương nè căn stock dương nơi chăm từ tua lấy ván để cái đặc màu tam container nè hơi phơi trong Phnom Penh chắp pi mỏng đọc dục tới ban kia anh nhạt ơi làn thông châu bùa cái này nó cứ nơi cái đá còng bà xin chỉ châu không bị mỏng nó ai cọ ste kia anh chẳng từ chẳng ai chẳng mong mình đọc giúp ban kia ở châu hay dương nè can stock này dương tư tại tôi chăm bạc sao ai bộ quạt để đất ai ván màu nó cứ cái miền trong càng nghĩa xâm nhập lược ai ván choហើយai ván đại dương từ tuột bàn từng ọ nó cứ trơi vô tự đạn nơi tròn tì pram pi đại chỉ tròn cúp bùa trên kia
ហើយនៅហ្នឹងមានកងតាក់ភ្លើងមួយដែលយើងអាចបើកតែមួយទៅវាភ្លឺគ្រប់ជាន់មកបានន័យថាវាចូលទៅគ្រប់ជាន់ណាបើចង់ជាន់ណាបិទដល់យើងចូលទៅជាន់នោះបិទបើមិនអញ្ចឹងទេវាភ្លឺគ្រប់ជាន់មកហើយយើងនៅតែឯងយើងអត់អាចដើរបិទគ្រប់ជាន់ទេអញ្ចឹងឲ្យវាភ្លឺទៅយើងចូលទៅចាំគេមុនអញ្ចឹងខ្ញុំចូលទៅដល់ខ្ញុំបើកភ្លើងឲ្យភ្លឺហើយនៅមុខហ្នឹងគឺមានសន្តិសុខម្នាក់គាត់យាមពេលយប់អញ្ចឹងយើងចេញមកអង្គុយជជែកគ្នាលេងជាមួយគាត់អញ្ចឹងទៅពីនេះពីនោះហើយទម្រាំតាឡានមកដល់កំឡុងហ្នឹងម៉ោងប្រហែល12ម៉ោង12បានគេមកដល់អញ្ចឹងទៅចាប់ផ្ដើមទម្លាក់អីវ៉ាន់ហើយយើងក៏ដាក់អាតេសដាក់អីអស់ចូលចដាយន្តហ្នឹងហើយខ្ញុំផ្លេចប្រាប់ប្រិមិត្តទាំងអស់គ្នាថាចដាយន្តហ្នឹងគឺខាងទ្វារដែលវារត់ចេញចូលមានន័យទ្វារចដាយន្តហ្នឹងគឺកញ្ចក់វាមិនមែនជាអ៊ីណុកដែលបិទទៅចិត្តឆឹងទេគឺកញ្ចក់មានន័យថាចូលទៅដល់យើងអ្នកជិះក្នុងចដាយន្តហ្នឹងចដាយន្តឡើងទៅដល់ជាន់ណាក៏យើងមើលឃើញដែរមួយជាន់គឺយើងមើលឃើញគ្រប់ជាន់មានអីចឹងណាព្រោះវាកញ្ចក់អញ្ចឹងទៅយើងជូនតាមចដាយន្តនឹងដាក់ចូលទៅយើងក៏ឡើងទៅជាមួយនឹងពួកគាត់ចូលទៅប្រាប់ថាអូអីវ៉ាន់នេះយើងទុកកន្លែងនេះអីវ៉ាន់នេះយើងទុកកន្លែងនេះអញ្ចឹងទៅយើងឡើងទៅជាមួយពួកគាត់រហូតមានគេហៅថាក្រុមការងារតលាក់អីវ៉ាន់ម្នាក់គាត់សួរខ្ញុំគាត់ថាស្មានតែបងឯងមកម្នាក់ឯងគាត់និយាយចឹងហើយយើងនេះដំបងអត់បានចាប់អារម្មណ៍ទេស្មាគាត់និយាយមួយគ្នាគាត់ដល់ពេលចុះមកវិញឃើញបងហ្នឹងគាត់មើលទៅជាន់ទី5ខ្ញុំចាំអត់ខុសទេជាន់ទី5ជាន់ទី4ហ្នឹងជាន់ទី5ហ្នឹងខ្ញុំចង់ភ្លេចហើយឡើយហ្នឹងជាន់ទី4ហ្នឹងហើយគាត់មើលទៅជាន់ហ្នឹងអត់ដាក់ភ្នែកទេដល់រហូតដល់ចដាយន្តចុះផុតបន្ទាប់មកទៀតគាត់សួរខ្ញុំម្ដងទៀតគាត់ថាស្មានតែបងមកតែឯងគាត់និយាយចឹងទៀតខ្ញុំថាខ្ញុំមកតែឯងទៅបងហើយគាត់ថាខ្ញុំបានឃើញអ្នកមីងម្នាក់អាយុប្រហែល40គាត់អត់បានបញ្ជាក់ខោអាវពណ៌អីទេគាត់ថាសក់វែងនៅអង្គុយជាន់ហ្នឹងជាន់ទី4ហ្នឹងមានមនុស្សនៅអង្គុយនៅហ្នឹងខ្ញុំស្ដាប់ឮហើយបាសរួមចងាងមកប៉ុន្តែខ្ញុំអត់មាត់ទេក៏យើងធ្វើថាអូយអត់អីទេគាត់ម្ចាស់ផ្ទះខ្ញុំនិយាយចឹងណាគាត់ជាម្ចាស់ផ្ទះអត់អីទេទៅពួកគាត់ក៏នាំគ្នាតម្លាក់អីវ៉ាន់ខ្ញុំលែងទៅហើយខ្ញុំនៅក្រោមមួយសន្តិសុខម្ដងឲ្យពួកគាត់ឡើងទៅលើព្រោះគាត់ដឹងថាអីវ៉ាន់ណាដាក់នៅណាអីវ៉ាន់ណាដាក់នៅណាឯងដល់ពេលលែងហ៊ានឡើងគាត់អ្នកឡើងទៅហ្នឹងមិនដឹងថាគាត់មើលនៅជាន់ហ្នឹងទៀតឬក៏មិនទេដល់ពេលគាត់ចុះមកវិញគាត់ថាបងនេះបាត់អ៊ីហ្នឹងទៅណាគាត់សួរអញ្ចឹងហើយយើងនេះនៅពេលដែលយើងដឹងរឿងថាតាមពិតយើងមកតែឯងទេមានតែ2អ្នកសន្តិសុខដល់ពេលគាត់សួរអញ្ចឹងខ្ញុំក៏ថាបងអើយប្រហែលគាត់ទៅស្មានដែរព្រោះនៅជាន់ហ្នឹងក៏មានកន្លែងស្មានដែរគាត់ម្ចាស់ផ្ទះអីចឹងណាយើងគិតតែធ្វើការទៅកុំនេះពីគាត់ព្រោះគាត់ជាម្ចាស់ផ្ទះអញ្ចឹងទៅយើងព្យាយាមសម្រួលវិញណាហើយក៏សូមខន្តីអភ័យទោសដែរដែលរំលឹកពីកន្លែងហ្នឹងហើយយើងមិនមានចេតនាអីទេគ្រាន់តែជាការចែកម្លែកទៅកាន់ប្រិមិត្តឲ្យគាត់បានសន្តាប់ជាការកំសាន្តតែប៉ុណ្្នឹងអីខុសឆ្គងអីក៏សូមខន្តីអភ័យទោស
ក៏ដូចជាអធិស្ឋានដល់ខ្ញុំបាទផងព្រោះនៅពេលដែលខ្ញុំអង្គុយនិទានប្រាប់ប្រិយមិត្តទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាដូចរៀងថប់ដង្ហើមដែរព្រោះអីការសម័យទៅសាច់រឿងនឹងវិញគឺជារឿងដែលយើងជួបផ្ទាល់នៅពេលដែលយើងសម័យទៅដល់ទៅមានអារម្មណ៍ថាវានៅដិតដាមហើយអារម្មណ៍ដែលពេលយើងជួបនៅពេលនោះហើយនៅពេលនេះដែលអង្គុយនិទាននេះគឺដូចគ្នាមានអារម្មណ៍ថាហត់តឹងទ្រូងអញ្ចឹងណាហើយបន្ទាប់ពីថ្ងៃនោះមកចាប់ផ្ដើមមានហេតុការណ៍ឲ្យបុគ្គលិកឃើញជាច្រើនអ្នកផ្សេងគ្នាហើយរូបភាពក៏ផ្សេងគ្នាដែរហើយសម្រាប់ខ្ញុំស្មាតោសម្រាប់ខ្ញុំខ្លួនឯងហ្មងមិនដឹងថាជាបុណ្យកុសលឬក៏ដូចថាយើងទៅផ្លូវល្អយើងអត់មានបានជួបអីដែលធ្វើឲ្យខ្លាចដែលធ្វើឲ្យតក់ស្លុតទេគឺយើងឮតែពីបុគ្គលិកហើយនឹងក្រុមការងារលើកអីវ៉ាន់ហ្នឹងគាត់អ្នកប្រាប់យើងបើថាឲ្យយើងជួបផ្ទាល់ជាមួយគាត់ហ្មងគឺវាជាបុណ្យកុសលមិនដឹងថាជានិស្ស័យមិនដឹងគឺខ្ញុំអត់បានជួបទេហើយនៅពេលដែលខ្ញុំទៅគឺខ្ញុំឡើងម្នាក់ឯង7ជាន់ហ្នឹងខ្ញុំទៅរៀបចំនេះនោះតែម្នាក់ឯងទេខ្ញុំអត់ដែរមានអារម្មណ៍ថាខ្លាចឬក៏អីទេគឺខ្ញុំតែងតែសុំក្នុងចិត្តអូយអ្នកថែរក្សានៅទីនេះសូមផ្ញើខ្លួនផងខ្ញុំមកនេះគឺមកល្អទេខ្ញុំមកដើម្បីសម្អាតដើម្បីរៀបចំកន្លែងហ្នឹងហើយតកែគាត់បានជួលកន្លែងហ្នឹងហើយសម្រាប់អីចឹងទៅប៉ុន្តែខ្ញុំអត់បានដឹងប្រវត្តិពីមុនតើគេជួបអីខ្លះទេដោយសារឃើញមានការរៀបចំដង្វាយនៅខាងក្រោមមានទៀនធូបអីនៅមុខមានទឹកមានអីដែលគេដាក់សែននៅកន្លែងមុខចដាយន្តហ្នឹងហើយតាំងពីចាប់ដើមជួលរហូតដល់ពេលយើងបិទវិញយើងឈប់ជួលវិញប្រហែលឆ្នាំដែរច្រើនឆ្នាំដែរតែងតែក្រុមការងារគាត់ឃើញណាគាត់ឃើញជារូបភាពអ្នកខ្លះទៅគាត់ឃើញជាសត្វទៅអ្នកខ្លះគាត់ឃើញជាមនុស្សអ្នកខ្លះគាត់ឃើញជារូបភាពផ្សេងច្រើនប៉ុន្តែដោយសារជាកន្លែងការងារគឺយើងត្រូវសម្រួលចិត្តខ្លួនឯងដើម្បីធ្វើការនៅហ្នឹងហើយកន្លែងហ្នឹងបានតែអ្នកដែលថាមានចិត្តស្មោះបរិសុទ្ធដែលថាទៅធ្វើការចេញពីចិត្តចេញពីបេះដូងអញ្ចឹងទៅគឺនៅបានយូរទៅធ្វើការកន្លែងហ្នឹងបានយូរដូចយើងទៅដូចថាមិនដែលចេះខ្សែលើតកែមិនដែលចេះកឹបកេងក្រុមហ៊ុនអីចឹងគឺយើងទៅធ្វើការបានយូរតែសម្រាប់បុគ្គលិកថ្មីអ្នកខ្លះចូលបានមួយខែអ្នកខ្លះមិនតាន់បានមួយខែហ្នឹងត្រូវឈប់វិញមិនដឹងថាមូលហេតុអីអ្នកខ្លះគាត់ក៏ឃើញនេះឃើញនោះទៅអ្នកខ្លះក៏ត្រូវមេបញ្ឈប់ហើយតកែដែលកាន់នៅនឹងគាត់សំដីផ្អែមគាត់អត់ចេះតាំងខ្លួនជាតកែតាំងខ្លួនជាអីនេះគឺគាត់និយាយធម្មតាគាត់និយាយស្រួលហ្មងប៉ុន្តែស្រួលហ្នឹងបុគ្គលិកថ្មីខ្លាចជាងស្ដេចទៀតខ្លាចជាងស្អីទៀតដោយសារគាត់ម៉ាត់នឹងមុខគាត់ឲ្យញឹមប៉ុន្តែបើត្រូវបញ្ឈប់បុគ្គលិកគឺបញ្ឈប់ហៅមកនិយាយហេតុផលឲ្យឈប់ឲ្យញឹមដាក់យើងធម្មតាអញ្ចឹងបើសិនជាអ្នកមិនស្មោះត្រង់ការងារគឺធ្វើអត់បានយូរអ្នកខ្លះមិនទាន់បានមួយខែហ្នឹងគាត់តេស្តចិត្តដឹងក៏ឈប់វិញហើយនៅកន្លែងហ្នឹងទៀតកន្លែងហ្នឹងអ្នកដែលមិនស្មោះត្រង់គឺមកដល់ឃើញនេះឃើញនោះអត់ឈប់នេះគឺជាបទពិសោធន៍មួយដែល
ពាក់ព័ន្ធជាមួយនឹងរឿងអបិយជំនឿប៉ុន្តែក៏ចង់កសោបមកជាមួយនឹងភាពស្មោះត្រង់របស់យើងដែរអានេះយើងអាចរៀនសូត្របានការមានចិត្តស្មោះគឺយើងទៅធ្វើការនៅណាក៏បានសុខដែរទាំងផ្លូវងងឹតនិងផ្លូវភ្លឺផ្លូវងងឹតហ្នឹងមានន័យថាខាងអរូបខាងវិញ្ញាណដែលគេថែរក្សានៅកន្លែងណាមួយបើសិនជាយើងចូលទៅល្អយើងចូលទៅស្មោះត្រង់យើងចេះគោរពគេយើងចេះគោរពទីតាំងហ្នឹងយើងចេះអោនលំទោនគឺធ្វើការបានសុខហើយបើនិយាយពីផ្លូវភ្លឺវិញនៅពេលដែលយើងស្មោះត្រង់ជាមួយនឹងតកែជាមួយនឹងថ្នាក់លើយើងក៏បានសុខដូចគ្នាគឺបានការទុកចិត្តបានការជឿជាក់មកវិញហើយយើងធ្វើការក៏មិនមានសម្ពាធទោះយើងធ្វើខុសឬត្រូវអីក៏មិនសូវអីដែរធម្មតាយើងអត់មានអ្នកណាទៅធ្វើល្អឥតខ្ចោះទេប៉ុន្តែកំហុសតិចតួចគេអាចលើកលែងបានប៉ុន្តែបើសិនជាមានចិត្តមិនស្មោះហើយពេលខ្លះគេមិនដឹងមែនប៉ុន្តែយើងខ្លួនឯងដឹងយើងធ្វើអីយើងទទួលនឹងហើយសម្រាប់ថ្នាក់លើគេចេះណាពេលខ្លះយើងធ្វើយើងស៊ីលើគេបានមែនប៉ុន្តែគេអត់មាត់មិនមែនគេមិនដឹងទេគឺគេដឹងប៉ុន្តែគេអត់មាត់គេទុកឲ្យយើងស៊ីដល់បែកពោះខ្ជាក់ខ្លួនឯងអានេះគឺជាមេរៀនមួយបើសិនជាមានចិត្តស្មោះត្រង់យើងទៅធ្វើការគឺស្រួលទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងផ្លូវភ្លឺទាំងផ្លូវងងឹតគឺគេគ្រប់គ្រងយើងទាំងអស់ប៉ុន្តែបើយើងមិនស្មោះត្រង់ហើយទៅណាសូម្បីតែខ្មោចក៏លងតាមមនុស្សហ្នឹងដែរមិនត្រឹមតែមេមិនសូវយកចិត្តទុកដាក់ស្រឡាញ់ហើយសូម្បីតែខ្មោចក៏លងតាមមនុស្សអញ្ចឹងដែរហើយអញ្ចឹងរឿងនេះគឺសូមបញ្ចប់ត្រឹមនេះហើយវាជាបទពិសោធន៍ដែលយើងជួបផ្ទាល់បើការនិយាយទៅជក់ចិត្តឬក៏មិនសូវជាជក់ចិត្តអីក៏សូមអធិស្ឋានផងព្រោះដោយសាររឿងនេះគឺជារឿងពិតហើយយើងមិនមែនបានរៀបរៀងវាមានក្បាលមានកតុយមានកន្លែងតាក់ទាញ attention មានអីត្រឹមត្រូវដូចជារឿងដែលគេប្រឌិតឡើងតាម social media ទេគឺអារឿងនេះគឺយើងនិយាយតែរឿងដែលយើងបានជួបហើយរឿងខ្លះវាសាហាវខ្លាំងពេកខ្ញុំក៏មិនហ៊ាននិយាយដែរកុំឲ្យប៉ះពាល់កន្លែងគេអញ្ចឹងទៅក៏យើងកន្លែងដែលសាហាវទៅគឺយើងទុកខ្លះយើងអាចបញ្ចេញបានតែកន្លែងដែលយើងអាចបញ្ចេញហើយបច្ចុប្បន្នទីតាំងហ្នឹងគឺគេចាប់ផ្ដើមកសាងបន្ថែមទៅលើ 2-3 ជាន់ទៀតដើម្បីកុំឲ្យវាគត់លេខត្រឹម7ជាន់ហ្នឹងអញ្ចឹងក្រោយមកទៀតក៏យើងអត់បានដឹងរឿងរ៉ាវនៅនឹងទៀតដែរព្រោះដោយសារយើងដល់កុងត្រាដែលឈប់ជួលនៅនឹងអញ្ចឹងទៅហើយកុងត្រាឈប់ជួលហ្នឹងគឺច្រើនឆ្នាំដែរតាំងពីមុន COVID ទៀតអញ្ចឹងខ្ទង់2019អីហ្នឹងអញ្ចឹងយើងគេធ្វើកុងត្រាមួយឆ្នាំម្ដងអញ្ចឹងយើងជួល2017មួយឆ្នាំ2018 2019វា3ឆ្នាំដែរដែលយើងនៅកន្លែងហ្នឹងអញ្ចឹងក៏អរគុណសម្រាប់ការតាមដានសន្តាប់របស់ប្រិយមិត្តទាំងអស់គ្នាហើយសាច់រឿងដែលយើងចែកម្លែកទៅនេះមិនតម្រូវឲ្យជឿមកលើកម្មវិធី 100% ទេសូមស្ដាប់ទុកជាការកំសាន្តហើយនឹងចំណេះដឹងទៅប៉ុណ្្នឹងទៅបានហើយចំណេះដឹងហ្នឹងគឺត្រង់ថាកន្លែងសាច់រឿងនេះផ្ទាល់គឺអាចនិយាយបានថាសូមឲ្យមានចិត្តស្មោះត្រង់ដើម្បីចូលរួមធ្វើការជាមួយនឹងក្រុមហ៊ុនក្តីធ្វើការជាមួយនឹងខាងណាក្តីមិនថាផ្លូវភ្លឺឬផ្លូវងងឹតទេចំពោះមនុស្សដែលស្មោះត្រង់ទៀងត្រង់ស្លូតបូតគឺគេចូលចិត្តគេអាណិតស្រឡាញ់យើងទាំងអស់អញ្ចឹងហើយ
នៅក្នុងសាច់រឿងទាំងមូលនេះយើងអាចយកជាចំណេះដឹងបានខ្លឹមសារបានប៉ុណ្នេះហើយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងចូលចិត្តហើយកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗហើយខណៈពេលនេះដែរពីនីតិស្រមោលក៏សូមលំអរកាយគោរពលាជួបគ្នានៅវីដេអូក្រោយ